ប្រយុទ្ធបាទបន្តទៀតសតែអូនស្រីដែលគាត់បន្តគ្រប់អាយុតែម្ដងប្រយុទ្ធហើយបាទបន្តទៀតរយន្តទី3ប្រយុទ្ធបាទសតែអូនស្រីដែលបម្រើការងារនៅក្នុងភោជនីយដ្ឋានចំការស្នេហ៍តែម្ដងប្រយុទ្ធរួមទាំងបាទមេកាគ្រប់នឹងជម្រាបសួរប្រិមិត្តទស្សនិកជនលោកស្រីអ្នកនាងកញ្ញាដែលនិយមរាល់ការផ្សាយអង្គភាពសារព័ត៌មានខ្ញុំគណៈពេលខ្ញុំបាទជុំសុកណារួមទាំងក្រុមការងារកំពុងតែមានវត្តមានបាទធ្វើសេចក្តីរាយការណ៍នៅភោជនីយដ្ឋានមួយកន្លែងដែលមានផ្លាកយីហោឈ្មោះចំការស្នេហ៍បាទដែលស្ថិតនៅក្នុងផ្លូវលំមួយកន្លែងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញដែលកម្លាំងនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានឈ្មោះបង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងតែម្ដងបាទវេលាម៉ោងបាទ 9:20 នាទីត្រូវនៅថ្ងៃទី25 ខែមិថុនាឆ្នាំ2025តែម្ដងហើយក្រុងរង្វង់ប្រតិបត្តិការកម្លាំងនាយកដ្ឋានបានសហការជាមួយកម្លាំងអធិការឋាននគរបាលខណ្ឌបាទសែនសុខបានចុះបាទឡងពាត់ខ្សែនៅមុខបរិវេណទីតាំងហាងតែម្ដងហើយមុននេះគឺបានយកចេញមួយរថយន្តហើយដោយគាត់ខ្លួនបានមនុស្ស5នាក់ប្រិមជនហើយក្នុងនោះមានអ្នកជន2នាក់ដែរប្រិមជនហើយបន្ទាប់ពីពាក់ព័ន្ធក្នុងករណីមួយនេះអ្នកដែលពាក់ព័ន្ធកម្លាំងសមត្ថកិច្ចនឹងធ្វើការតាមជំនាញនិងធ្វើការឃាត់ខ្លួនជាបន្តទៀតប្រិមជនហើយរងចាំមើលតើចំណាត់ការរបស់កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សបានប្រមាណអ្នកនិងប្រមាណរថយន្តដែរប្រិមជនសមត្ថកិច្ចកំពុងតែបើករង្វង់ប្រតិបត្តិការបាទចូលបាទឆៃឆេនៅក្នុងបរិវេណទីតាំងភោជនីយដ្ឋានចំការស្នេហ៍និងធ្វើការឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធខាងក្នុងបាទបើសិនជារកឃើញថាមានការពាក់ព័ន្ធជាមួយនឹងការបាទជួញដូរឬក៏ក្មេងៗដែលមិនទាន់គ្រប់អាយុសមត្ថកិច្ចធ្វើការឃាត់ខ្លួនចំពោះអ្នកដែលមិនពាក់ព័ន្ធសមត្ថកិច្ចនឹងឲ្យត្រឡប់ទៅផ្ទះវិញដូចជាភ្ញៀវមកកំសាន្តនៅក្នុងភោជនីយដ្ឋានប្រិមត្តជនហើយរង្វង់ប្រតិបត្តិការនេះគឺធ្វើឡើងដោយការសហការជាមួយនឹងបាទកម្លាំងបាទមូលដ្ឋានកម្លាំងបាទអធិការឋាននគរបាលខណ្ឌសែនសុខបាទបានធ្វើការចុះបង្ក្រាបតែម្ដងហើយយើងតែឃើញបាទកម្លាំងនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានចុះបង្ក្រាបនៅភោជនីយដ្ឋានកន្លងមកប្រិមត្តជនឥឡូវនេះសមត្ថកិច្ចបានធ្វើការបាទយករថយន្តមួយគ្រឿងទៀតហើយជារថយន្តទី2ធ្វើការតយចូលទៅមុខហាងដើម្បីត្រៀមនឹងដាក់បាទមនុស្សដែលពាក់ព័ន្ធនៅក្នុងការចុះបង្ក្រាបមួយនេះប្រិមត្តជនឡើងឥឡូវមករថយន្តទៀតប្រិមត្តយើងបាទសតនារីក្មេងៗស្អាតតែម្ដងប្រិមត្តជនបាទសតតែជានារីក្មេងៗបាទស្អាតប្រិមត្តយើងបាទពាក់ព័ន្ធជាមួយនឹងការបាទលុបលាក់បំរើនៅសេវាកម្មខុសច្បាប់ផ្សេងៗនៅក្នុងហាងខាងលើប៉ុន្តែយ៉ាងណាយើងអត់ទាន់បានទទួលការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេប្រិមត្តយើងបាទគាត់តែជូនដាក់ក្នុងរថយន្តបាទ3 4នាក់បាទចេញហើយរថយន្តទី2ប្រិមត្តជនបាទជាបន្តទៀតហើយសិតតែបាទអូនស្រីដែលគាត់បម្រើការងារនៅក្នុងភោជនីយដ្ឋានចំការស្នេហ៍កម្លាំងនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានធ្វើការចូលបាទបង្ក្រាបនិងរំដោះបងប្អូនបាទក្នុងបាទរង្វង់ប្រតិបត្តិការមួយនេះហើយសូមបាទរង្វង់ប្រតិបត្តិការរបស់កម្លាំងនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានធ្វើការបាទដឹកជញ្ជូនបាទចំនួន2រថយន្តហើយសិតការចូលបម្រើការងារនៅក្នុងភោជនីយដ្ឋានឥឡូវកម្លាំងនាយកដ្ឋានបានធ្វើការតយរថយន្តចូលហើយបាទប្រយុទ្ធបាទតយចូលហើយប្រយុទ្ធនេះបាទសិតតែបងកម្លាំងបាទដែលធ្វើការសហការក្នុងរង្វង់ប្រតិបត្តិការក្នុងភោជនីយដ្ឋានចំការស្នេហ៍តែម្ដងរថយន្តទី4ហើយប្រយុទ្ធបាទបន្តទៀតសិតតែបងអូនស្រីដែលគាត់មិនទាន់គ្រប់អាយុតែម្ដងប្រយុទ្ធហើយ5នាក់ជាបន្តគឺរថយន្តទី4បាទត្រូវបានកម្លាំងនាយកដ្ឋានប្រយុទ្ធឆាំងការពារនិងជួញដូរមនុស្សបាទបានធ្វើការឃាត់ចំនួន5នាក់ទៀតហើយសម្រាប់រថយន្តទី4បាទរង្វង់ប្រតិបត្តិការរបស់កម្លាំងនាយកដ្ឋានប្រយុទ្ធឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនសហការជាមួយនឹងកម្លាំងអធិការឋាននគរបាលខណ្ឌសែនសុខបានឈ្មោះបង្ក្រាបទីតាំងនៃភោជនីយដ្ឋានបាទចំការស្នេហ៍ធ្វើការឃាត់ខ្លួនមនុស្សបាន35នាក់បាទក្នុង35នាក់នោះមានអនិច្ចជនបាទ6នាក់ប្រិមត្តជនក្នុងការដឹកជញ្ជូនប្រើរថយន្ត4គ្រឿងសម្រាប់ធ្វើការដឹកជញ្ជូនមនុស្សយកទៅបាក់អគ្គស្នងការនគរបាលរាជធានីភ្នំពេញប្រិមត្តជនហើយបន្ទាប់វិធានការនៃការខកខ្លួនហើយនេះកម្លាំងសមត្ថកិច្ចធ្វើតាមនីតិវិធីប្រិមត្តជនអរគុណណាស់ប្រិមត្តជនដែលខំចំណាយពេលដ៏មានតម្លៃតាមអង្គភាពសារព័ត៌មានខ្ញុំគណៈពេលខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូមអរគុណសូមគោរពលា